ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅពេលនេះវិទ្យុព័ត៌មាន Friend FM សូមជូនព័ត៌មានខ្លីជំរាបជូនព័ត៌មានខ្លីដោយជុនរ៉ាមីបើកលឿនបុករនាងថ្មបាក់អស់ចំនួន12កំណាត់នៅចាក់អង្រេក្រោមរថយន្តប្រភេទ2បាំង1គ្រឿងនិងដុំថ្មចំនួន11កំណាត់ត្រូវរងការខូចខាតនិងរីប៉ាពេញដងផ្លូវដោយសារតែអ្នកបើកបររថយន្តបើកបោកកាលពីវេលាម៉ោង 20:30 នាទីថ្ងៃទី14 ខែឧសភា 2015 ស្ថិតនៅចំណុចផ្លូវជាតិលេខ 2 ភូមិព្រែកតាឡុងសង្កាត់ចាក់អង្រេក្រោមខណ្ឌមានជ័យបើតាមសេចក្តីរាយការណ៍របស់លោកតេងស៊ីណូអធិការនគរបាលខណ្ឌមានជ័យបានឲ្យដឹងថារថយន្តបង្កម៉ាក Toyota 2បាំងពណ៌ឈាមជ្រូកពាក្យស្លាកលេខភ្នំពេញ 2F1972 បើកដោយបរិសម្នាក់មិនស្គាល់អត្តសញ្ញាណព្រោះបង្កគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបររត់គេចខ្លួនបាត់សេចក្តីរាយការណ៍បន្តថារថយន្តបង្កបើកនៅក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកាត់ហេតុមិនដឹងអ្នកបើកបរជួបអបតហេតុអ្វីនោះទេស្រាប់តែរេចង្កូតបុករនាងចែកទ្រង់ផ្លូវបណ្ដាលឲ្យខូចខាតអស់ចំនួន11កង់តែពុំបណ្ដាលគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ទេ